អ្នកទាំងអស់គ្នាធ្លាប់ត្រូវបានគេចាប់ប្រកាន់ទៅលើរឿងអ្វីមួយដែលអ្នកទាំងអស់គ្នាអត់បានធ្វើអត់សម្រាប់ខ្ញុំផ្ទាល់ត្រូវបានសមាជិកចោទថាខ្ញុំជាចោរលួចកាស Bluetooth ទាំងដែលខ្ញុំអត់មានទូរស័ព្ទប្រើផងហើយការចងចាំដ៏អាក្រក់មួយនេះវាដិតដាមនៅក្នុងខ្លួនរបស់ខ្ញុំរយៈពេល10ឆ្នាំខ្ញុំនិយាយមែនរឿងមួយហ្នឹងគឺខ្ញុំអត់ដែលបានប្រាប់អ្នកណាទាំងអស់ខ្ញុំអត់ប្រាប់សូម្បីតែមនុស្សដែលជិតស្និទ្ធជាមួយខ្ញុំដោយសារតែខ្ញុំមានការគិតមួយថាសូម្បីតែសមាជិកខ្លួនឯងមិនទុកចិត្តខ្ញុំផងតើមានអ្នកណាហ៊ានរាប់អានខ្ញុំតើមានកន្លែងធ្វើការណាគេហ៊ានទទួលយកខ្ញុំទៅធ្វើការហើយរឿងមួយហ្នឹងគឺអត់មានអ្នកណាដឹងទាំងអស់តែថ្ងៃហ្នឹងខ្ញុំនឹងយកវាមកចែករំលែកព្រោះខ្ញុំសង្ឃឹមថាវាជួយអ្នកនរគ្នាទៅលើរឿងអ្វីមួយហើយរឿងហ្នឹងកាត់ឡើងប្រហែលជា10ទៅ12 13ឆ្នាំហើយរឿងហ្នឹងដំបូងគឺសមាជិករបស់ខ្ញុំគាត់បាត់កាស Bluetooth ហើយគាត់ក៏សួរខ្ញុំថាតើខ្ញុំយកអាហ្នឹងមែនឬក៏គាត់សួរខ្ញុំថាតើខ្ញុំលួចអាហ្នឹងមែនហើយកាលហ្នឹងខ្ញុំអត់មានទាំងទូរស័ព្ទប្រើផងហើយខ្ញុំគិតថាគាត់និយាយលេងទេខ្ញុំលួចហ្នឹងយកទៅធ្វើស្អីខ្ញុំបើគ្មានទាំងទូរស័ព្ទប្រើផងហ្នឹងដោយសារតែកាលហ្នឹងយើងនៅរៀនវិទ្យាល័យហើយខ្ញុំក៏អត់មានគិតអីច្រើនតទៀតដែរព្រោះគិតគាត់ខ្ញុំគិតថាគាត់និយាយលេងហើយរំលងពេលប្រហែលជាខ្ទង់3ទៅ6ខែខ្ញុំអត់ចាំទេហើយខ្ញុំក៏ទិញកុំព្យូទ័រប្រើដោយសារខ្ញុំគឺជាក្មេងម្នាក់ដែលចូលចិត្តបច្ចេកវិទ្យាខ្ញុំប្រើកុំព្យូទ័រមុននឹងខ្ញុំប្រើទូរស័ព្ទហើយពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំក៏សាក់លបងប្រើកុំព្យូទ័រចុចនេះចុចនោះហ៊ាននេះហ៊ាននោះអីអញ្ចឹងទៅហើយមកដល់ចំណុចមួយគឺចំណុច connect Bluetooth ហ្នឹងណាហើយក៏ខ្ញុំក៏សួរគាត់ថាតើគេ connect Bluetooth មិនក្នុងកុំព្យូទ័រហ្នឹងហើយគាត់ក៏សួរខ្ញុំមកវិញថាតើខ្ញុំចង់ចេះហ្នឹងដើម្បី connect ជាមួយកាស Bluetooth ដែលខ្ញុំលួចគាត់ទៅប្រហែលខែមុនហ្នឹងមែនបន្ទាប់ពីខ្ញុំបានឮសំណួរដែលគាត់សួរមកខ្ញុំបកវិញអញ្ចឹងក៏ខ្ញុំកាំងមកសធុហើយខ្ញុំត្រឡប់មកគិតឡើងវិញថាអូអញ្ចឹងគាត់និយាយកាលមុនហ្នឹងមិនមែនគាត់និយាយលេងផងអញ្ចឹងរយៈពេលប្រហែលខែកន្លងមកហ្នឹងគឺនៅក្នុងកែវភ្នែករបស់ខ្ញុំនៅក្នុងកែវភ្នែករបស់គាត់គឺខ្ញុំគឺជាចោរមករហូតអញ្ចឹងមែនហើយការនោះសម្រាប់ក្មេងដែលអាយុ15 16ឆ្នាំការចាត់ទុកជាចោរពីសមាជិកគឺជារឿងមួយដ៏ពិបាកទទួលយកសម្រាប់ខ្ញុំហើយវិធីដោះស្រាយបញ្ហារបស់ខ្ញុំនៅពេលនោះខ្ញុំអត់គិតអីបានវែងឆ្ងាយឬក៏ខ្ញុំគិតអីចេញក្រៅពីខ្ចីលុយម្ដាយរបស់ខ្ញុំចំនួន$25ដើម្បីសងទៅគាត់ហើយខ្ញុំធ្វើនេះគឺដើម្បីបញ្ចប់រឿងខ្ញុំមិនដឹងថាការសងលុយអញ្ចឹងវាគឺជាការបញ្ជាក់ថាខ្ញុំពិតជាបានយកកាសមួយនឹងមែនឬក៏មិនទេប៉ុន្តែគ្រាន់តែថាកាលនោះខ្ញុំអត់គិតអីចេញក្រៅពីចង់លៀងជំរះភាពជាចោរឬក៏ឈ្មោះជាចោរចេញពីខ្លួនរបស់ខ្ញុំដោយសារតែខ្ញុំពិតជាអត់អាចទទួលយកបានមែនពីពាក្យមួយហ្នឹងហើយរយៈពេលកន្លងមកទៀតក៏ខ្ញុំទទួលបានដំណឹងថាកាសហ្នឹងគឺរកឃើញនៅផ្ទះចដូនមួយរបស់ខ្ញុំហើយការពិតមួយហ្នឹងគឺខ្ញុំរកឃើញដោយចៃដន្យបំផុតទៀតគឺដោយសារតែខ្ញុំឆ្លោះគ្នាជាមួយគាត់ម្ដងទៀតហើយចដូនមួយរបស់ខ្ញុំបានប្រាប់ថាគាត់រកឃើញកាសមួយហ្នឹងហើយមិនដឹងថាជ្រុះឬក៏ផ្លិចអីណាទេប៉ុន្តែការពិតមួយហ្នឹងបន្ទាប់ពីដឹងការពិតមួយហ្នឹងគឺខ្ញុំអត់ទទួលបានពាក្យសុំទោសពីគាត់ទេគឺគាត់ធ្វើដូចជាអត់មានរឿងអីកើតឡើងហាការពិតមួយហ្នឹងទោះបីបើសិនជាខ្ញុំអត់ចជីកឬក៏ស្វែងរកឬក៏ឆ្លោះគ្នាម្ដងទៀតជាមួយគាត់ទេគឺខ្ញុំច្បាស់ជាអត់ដឹងទេថាកាសមួយហ្នឹងបានរកឃើញហើយខ្ញុំនៅតែជាប់ឈ្មោះជាចោលរហូតហើយឥឡូវអ្នកនរគ្នាគិតមើលថាការពិតបានចេញមកហើយខ្ញុំគឺជាមើលដែល innocent តើអ្នកនរគ្នាគិតថារឿងមួយហ្នឹងចប់អត់រឿងហ្នឹងអត់បានចប់ទេការគិតមួយហ្នឹងការភ័យខ្លាចមួយហ្នឹងគឺវាតែងតែមកលងបន្លាចខ្ញុំរយៈពេល10ឆ្នាំហើយរាល់ពេលដែលខ្ញុំទទួលបានការទុកចិត្តពីនរណាម្នាក់ដែលខ្ញុំស្គាល់គឺការគិតទាំងអស់ហ្នឹងវាតែងតែមកលងបន្លាចខ្ញុំជានិច្ចដោយសារខ្ញុំគិតថាមនុស្សដូចខ្ញុំអត់ស័ក្តិសមនឹងទទួលបានការទុកចិត្តពីនរណាទាំងអស់ព្រោះអីដូចខ្ញុំបាននិយាយអញ្ចឹងសូម្បីតែសមាជិកខ្លួនឯងមិនទុកចិត្តខ្ញុំផងសូម្បីតែមនុស្សដែលខ្ញុំស្រឡាញ់ស្ទើរតែនិយាយថាគេកាប់យកស្មាទៅរងណាបែរជាមើលមកខ្ញុំថាជាមនុស្សដែលមិនគួរទុកចិត្តឬក៏ជាចោរតើឲ្យអ្នកណាមកទុកចិត្តខ្ញុំ
khổ bê là bê đài miền kê tục chất nhau mà đong nơi bê đài là từ tua ban tùm nục chất bì nẹ đọt tây rồi nẹ nhầm score rồi nẹ na ở đây chẳng á nhom tay này mình sầm nô su con anh tha chủng mấy giờ cái tục chất anh mẹ mấy có cái khai bắt tiền chăng mấy có cái khai anh lối thế hay cho bơ là bỏ tỏ năng bắt nòng tiết cái trao anh điện tử hay của anh ca muốn là pip innocent rồi bỏ anh đôi ca pip luôn anh ở ban vẫn nừng hai ca cất ca pay khai ấy tụi nó năng á cứ bia cắt lăng là pena đại nhom khơi rồi là bỏ nam mùi là bỏ miên tầm lại nam mùi để nhom ai lùi ban tên sờ vật pip tên không nhận là đắng hay à ca cất mới năng cứ viết tay là pop up mình tầng ca cất cứ viết lốc lom chỉ mùi năng ca pay khai chứ viết tay anh tại lót mà lơ của các bạn nhầm thôi hai ca cất mới năng cứ viết lom mình lại nhom rò hot viết mình nhấp nhóp ấy viết còn là viết outplay chứ đọc cho nam chia ngày này đó cái này hay vừa mà anh khai môn năng anh còn miền ấy vui một ba play chất nhầm tách thần tách vậy hai viết có relapsing từ bánh ha mùi nâng từ đài hơi pe nâng chúng nó ở ca rút kịch định ca muốn nhôm cò tỏ lọp màu hay mơ sao đã buộc nâng lần với nằm bầy mơ rừng mơ cổ việt hát ấy mà nhôm nợ tờ miền nà ròm pay khai nghe ròm rõi luôn là hồn dần lực nâng nhôm ở rút kịch tế nhôm tỏ lọp mà mơ bởi cho một chùm người nâng bánh há hay nhôm xua luôn anh thà hết ấy bạn nhôm nợ tờ miền chùm nửa chật thà mà được đối nhôm mình xạ xóm nâng từ tua ban ca tục chật pin nhẹ ở tấy tên đại miền Paul tăng chỉ trơn phải chạm hẹp nhôm tha nhôm cứ chiêm được đài tục chật bán nhôm cứ chiêm được đài mình được lúc kia ai bưng pẹ chiêm được đài smart strong ở lỡ út hồ thà nhóm từ lên pẹ mật pẹ nhóm nơi đây chẳng hay ở trong trong chỗ tục tật tại tục tật được hàng cào nắng cứ cồn quát trâu hay quát cặp hẹn nhom tha Steven trâu nơi không một tục trái anh là khang khéo con trai trâu này hai nhóm cả đa trâu tới pe đa trâu tới dương trâu một tục kế không một tục kế cái miên từ hiệp trong ấy đi ấy ban đạp thon khương của vợ bớt chiên mi xẻ co nơ lơ tóc bên nâng hai nhóm khoảng khơi nhom nhon nhẹ vào đời nhom kịch ca kịch nâng á vì tao lọt màu lơ của các bạn nhom vậy hay tụi bây giờ cái tục trận nhom mày cả đói coi nhom nơi ta miên sườn núi su con ai ta hai đấy bàn nhom nơi ta mình xả xong được tụi ban cả tục trận chẳng tiết đang là nắng chỉ cứ chia phong tang mùi đai phải chạy thay nhóm cứ chia mà được đai cái tục trận tí bìประมาณค่ายมนยมเถอตัวฟิลิปปินส์ให้ค่ายชนะไม่เพลย์ใช่ตั้งได้ผลิตกาlàผลิตทำไมตอนเมียนใหม่ให้แต่ยมในค่ายปีผลิตจ้านั่งยมให้ยมเถอตัวไปหยบเถียดไปบลมเถียดให้จังยมก็คอตัวมันแผลยมสุดท้ายให้เนื้อแต่อ้อนอันตัวเด็กมาหยบbộ ấy sẽ thử ngược từผลิตhay chờ để tái là sao thử check in mong check out on piang bay dục bay chứ cờ chờ ngợp chờ check out để sao là khai khát bây giờ check outไปเปิมไปอ่ะkhai khát chẳng hay việc cái xu ta việc phải ta việc màu sọc bát hay ta ấy tới từ tục biết từ đó là một tục biết té mà chẳng việc cho remote unlock ở phía ao ok nhóm có tới đây nữa tục biết từ đang đại nick cái chiếc ca tục chất pi mật phẹ vào nhóm đó ở chỉ cả này TP tí bảyประมาณnăm môn là cái thơ ca cha nhóm tâm tạo dùng một pay chiêng tích pay đa tai crom hôn là nhóm thơ ca bị 7 năm cái hiên tục chất ở nhóm căn marketing fund rộng mơn rồi là đang đại lôi tầng ở năng lôi kế này đang là lôi tầng ở năng bữa sân chỉ nhóm lôi nhom rút từ mình đôi cờ rí với đây là máy nhóm trong tinh đây mà đông nằm rồi cờ rí nó sang té tôi mùi chẳng đang đại nhom miên ở cả rút cách từ mình đôi cờ rí hay tinh té tinh ấy ban bởi nhom lùi lùi nó
cứ nhom đừng miên là cả thằng trắng hay tan kê mình ai có đăng nhom man tiệt tay nhom ọt phớ hay sổ mò từng ở sổ từng bay cả này nè vì cứ chưa Paul tang đại bạch chất tha nhom cứ chưa mà đại tục chất bản tại hạt ấy có hướng đó năng nợ tờ ọt ai thua ở chất nhom scope hết ọt ai thua ở nhom chưa tha nhom cứ chưa mà nữ đại của tục chất bố đã xa tờ nhom cơ tha ô bà hai chỉ mật phẹ nhom trai để nhom score kia cầm hôn nhom bố có sao tờ đăng pi bảo vật ở cọ rồi bỏ nhom ấy mình tới bàn có tục trận nhận bạn chỉ có tục trận nhom và sân chỉ bố có đăng thà bảo vật nhom thọp miền bảo vật cái trâu chẳng bà chỉ bố có miền tục trận nhom té nhom miền ca chưa từ lời ca cất đò có con môi nắng chú một hồi bộ ấy mình đưa nhóm áo làm lại lời credit á chẳng vì thừa nhóm bảo bọt đỏ cọ nó cứ nhóm vô về lẹ tục nông chật của anh là hột hay nó bị đại bất tất cả là o tao năng vì cả là nó bị đại kế tục chật nhóm đó á chúng nó ở ca mẹ ròm sờ bài chất rồi có ròm thòng đá vì bài thì chia mẹ ròm tha rồi luôn pay khai mau lúc lom chùm mùi kia rồi hốt đó pe mùi dạo pe thay đó á hay vì có chia đam hết đại thừa nhóm ban chia sát bài pi childhood trauma năng mùi đài cứ pe đại nhóm hot năng ca cất rồi bạc luôn anh có lòng mau đó á nhưng tao lọt mà su luôn anh tha ta ở nơi pe đại nhóm khơi là bỏ miên làm lại để kê tục thuê bà hè nó nghe tục trao nó nghe ao nơi pe đại nhóm khơi lộ vật thổ đó nó ta nhóm miên là rõm pay khai là hồn mền bây giờ nhóm chị hứa chị cô xoay mà họ mơ tới thao đôi chìa ót phỏng nhóm thọp từ hàng lụ mì nhóm thọp từ dọn chiên mì kê do mà bẹ do mà lo do mà cao tên là trong cái mẹ rõm pay khai đó nè chẳng đam hai đêm mền mau pi là bỏ miên làm lại nâng nhóm khơi nhóm pay khai nè cứ đỡ xa tờ cả lấy hàng lụ mì bệnh nó vì miên camera chẳng tất cả nó cứ việc ai ca lang bán này hay mùi tiệt chẳng xua tha ta ở bà sân chìa kê cho bà căn chẳng ta ao được kê cho bà căn cứ nhom tay tài do bia mà đọc không chất nhom là hốt mền ta ao được cho bà căn nhom cao trauma thai cao chỉ vật đón đạp tam bị cái vậy thằng mình bây giờ nhom lọp mò cất mà đón thiết cân tha đôi chìa ọt phồng bộ ấy mà chỉ vật đi ngọc húa đừng cái cháu chớ này tăng pin nơi hiền đó sao nhom cứ chỉ không mình này sờ lại bị chạy bị chia tăng pin mình dậy đó không đồng tiết pin không mấy nhom bậc cài xong bây giờ dụ thì hiền thì đó á nhom chết thằng hack Facebook kia thì ta nhom hack Facebook nào kia nhom hack tao Facebook chỉ đồn mùi nhom đó sao tất cả nó security rồi bỏ Facebook bây giờ mình xây khăn rồi lại phong nhom chết thằng hack Facebook nhom chết thằng ấy chẳng á tại bài chỉ phiếp bậc cai bậc nhómត្រូវបានចោតប្រកាន់ពីសំណាក់គ្រូមួយចំនួនធំថាខ្ញុំគឺជា troll គឺជាអ្នកបង្កើត fake troll បកក្រាតពីសាលាអីទាំងអស់ទាំងដែលពួកគាត់មិនដឹងទេថាទោះបីខ្ញុំបកកាយអញ្ចឹងមែនតែខ្ញុំគ្មានសមត្ថភាពទៅដឹងរឿងសពគ្រប់នៅក្នុងផ្ទៃក្នុងរបស់គ្រូរបស់សាលាទេហើយđâyបានជាគាត់ឃើញដុំមាសជាដុំអាចវិញអីអញ្ចឹងណាហើយរឿងđó nóវាអត់ជាប់នៅក្នុងចិត្តខ្ញុំទេហើយរឿងមួយទៀតប្រហែលឆ្នាំកន្លងមកនេះប្រហែលឆ្នាំមុននេះខ្ញុំបង្កើតពីមេតិកានិយាយពី toxic family និយាយពីគុណវិបត្តិឬក៏វិធីជៀសឆ្ងាយខ្លួនឯងវិធី improve ខ្លួនឯងវិធីព្យាបាលខ្លួនឯងហ្នឹងស្រាប់តែគេស្ដាប់មិនយល់ល្មិចគេមកចោទខ្ញុំថាគឺជាអ្នករើសអើងគ្រួសារ toxic family មកទៅវិញមានទាំងកង់ការ៉ូជ្រូកព្រៃជ្រូកអូស្ត្រាលីជ្រូកអាមេរិកគ្រប់ប្រភេទចោតប្រកាន់ខ្ញុំជេរខ្ញុំចង់កន្លះប្រទេសខ្ញុំសួរឲ្យវាប៉ះពាល់ចិត្តខ្ញុំអត់អូទីដំបងស្លុតបន្តិចដែរថាហេតុអីបានទៅជាអញ្ចឹងខ្ញុំមានបំណងល្អតើហេតុអីបានទៅជាមើលមិនឃើញនៅអ្វីខ្ញុំនិយាយហើយបែរជាមកចោតប្រកាន់ខ្ញុំអញ្ចឹងវិញហើយខ្ញុំស្លុតតែបន្តិចទៅក៏ខ្ញុំបន្តដំណើរជីវិតរបស់ខ្ញុំធម្មតាដោយគ្មានអីប៉ះពាល់ចិត្តខ្ញុំទេដល់អញ្ចឹងត្រឡប់មករឿងយើងវិញទៅខ្ញុំដឹងថាអូតាមពិតមិនមែនមកពីគេចោតប្រកាន់ហើយខ្ញុំដកចិត្តទេមកពីអ្នកចោត
អ្នកចោតគឺជាមនុស្សដែលខ្ញុំផ្ដោតតម្លៃគឺជាមនុស្សដែលខ្ញុំស្រឡាញ់គឺជាសមាជិករបស់ខ្ញុំគឺជាមនុស្សដែលគួរតែមើលខ្ញុំថាជាមនុស្សល្អគួរតែជាមនុស្សដែលស្រឡាញ់ហើយនឹងការពារខ្ញុំគ្រប់កលៈទេសៈប៉ុន្តែវាមិនមែនជាអញ្ចឹងបែរជាគាត់ចោតខ្ញុំថាគឺជាចោលវិញដល់អញ្ចឹងហើយបានជាការចោតរបស់គាត់មានឥទ្ធិពលមកលើជីវិតរបស់ខ្ញុំរយៈពេល10ឆ្នាំហើយបែរជាស្នើរបស់មួយហ្នឹងឯងទៅធ្វើខ្ញុំចូលចិត្តតែទៅទិញកាសដោយមិនដឹងខ្លួននិយាយទៅមិនមែនទិញដោយមិនដឹងខ្លួនទេគឺទិញដោយមិនមានភាពចាំបាច់ដោយសារតើតិចរបស់ខ្ញុំមានតែមួយគូទេប៉ុន្តែកាសរបស់ខ្ញុំមាន5គូហើយកាសទាំងអស់ហ្នឹងកាសខ្លះមានតម្លៃថ្លៃជាង$25រហូតទៅដល់10-20ដងពីមុនខ្ញុំគ្រាន់តែគិតថាប្រហែលជាខ្ញុំចូលចិត្តឬក៏ចំណង់ចំណូលចិត្តខ្ញុំចូលចិត្តស្ដាប់កាសស្ដាប់ចម្រៀងអីចឹងណាប៉ុន្តែបន្ទាប់ពីខ្ញុំស្វែងយល់ខ្លួនឯងកាន់តែជ្រៅជាងនឹងទៅទៀតខ្ញុំសួរខ្លួនឯងថាតើផ្នែកណាមួយនៅក្នុងចិត្តរបស់ខ្ញុំវាព្យាយាមប្រាប់ខ្ញុំអំពីអ្វីមួយឬអត់ប្រហែលជាមានកូនចិត្តមួយចង់ប្រាប់ខ្ញុំថាមើលថ្ងៃនេះហើយមានសមត្ថភាពទិញកាសដែលមានតម្លៃថ្លៃជាង$25 10-20ដងហើយអត់ចាំបាច់ទៅលួចនរណាម្នាក់ដើម្បីទៅបានកាសយកមកស្ដាប់នោះទេហើយកន្លែងហ្នឹងក៏សំខាន់ដែរអ្នកនរគ្នាព្រោះអីស្នាមរបួសផ្លូវចិត្តយើងខ្លះវាអត់ចេញមកវាអត់បង្ហាញចេញមកតាមភាពឈឺចាប់ទេប៉ុន្តែវាបង្ហាញចេញមកតាមរយៈទម្លាប់ការសម្រេចចិត្តឬក៏អាកប្បកិរិយាមួយចំនួនដែលវាបង្ហាញចេញមកអូតូម៉ាទិកដោយយើងមិនដែលបានសួរខ្លួនឯងថាហេតុអីហើយឥឡូវត្រឡប់មកដល់ section មួយដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាថាខ្ញុំបានជាសះស្បើយពី traumatize មួយនឹងហើយបើសួរខ្ញុំថាធ្វើម៉េចបានជាសះស្បើយគឺដោយសារតែបដូរការគិតមកគិតត្រូវនៅតែគិតតែប៉ុន្តែគិតត្រូវមិនមែនជាការគិតបែបលួងខ្លួនឯងការគិតចេះតែគិតប៉ុន្តែជាការគិតមួយដែលវាសមហេតុសមផលនឹងអញ្ចឹងមែនណាជំនួសឲ្យការគិតថាគេទុកចិត្តខ្ញុំដោយសារតែគេមិនដឹងពីប្រវត្តិដែលគេចោទខ្ញុំទៅជាការគិតដែលសមហេតុផលថាគេទុកចិត្តខ្ញុំដោយសារតែគេស្គាល់ខ្ញុំដោយសារតែគេយល់ពីតម្លៃរបស់ខ្ញុំសារតែអាកប្បកិរិយារបស់ខ្ញុំដោយសារតែបទពិសោធន៍របស់គេជាមួយខ្ញុំដែលបានបង្ហាញឡើងជាច្រើនឆ្នាំហើយក៏ដូចជាការជ្រើសរើសក្នុងការទុកចិត្តខ្ញុំហើយអារឿងទាំងអស់ហ្នឹងគឺវាស្ដែងចេញពីទង្វើព្រោះអីវាអត់បានកាត់ឡើងដោយភាពចៃដន្យទេហើយដោយសារតែខ្ញុំអត់ដែលបានប្រាប់ពួកគាត់អំពីរឿងទាំងអស់ហ្នឹងទោះបីជាវីដេអូនេះចេញទៅហើយពេលគាត់បានដឹងពីរឿងទាំងអស់ហ្នឹងខ្ញុំជឿថាជំនួសឲ្យការដកសេចក្តីទុកចិត្តមកលើខ្ញុំគឺគាត់មានតែអាណិតខ្ញុំវិញគាត់នឹងអាចនឹងគិតថាមនុស្សដូចខ្ញុំវាមិនសមជួបនឹងរឿងបែបហ្នឹងទេអញ្ចឹងចុងក្រោយសរុបសេចក្តីឡើងវិញតាមរយៈបទពិសោធន៍ដែលកាត់ឡើងចំពោះខ្ញុំសង្ឃឹមថាអ្នកទាំងគ្នាយកវាទៅឆ្លោះបញ្ចាំងចំពោះជីវិតរបស់ខ្លួនឯងកុំប្រញាប់វិនិច្ឆ័យនរណាម្នាក់លឿនពេកដោយគ្មានផលតាំងច្បាស់លាស់ពីព្រោះពាក្យសម្ដីតែប្រមាណម៉ាត់របស់យើងតែយើងនិយាយទៅហើយគឺវាហើយហើយវាចេញពីមាត់របស់យើងតែប្រមាណវិនាទីទេប៉ុន្តែវានៅក្នុងចិត្តរបស់នរណាម្នាក់ដែលមិនដឹងខ្យល់អីរយៈពេល10ឆ្នាំរហូតទៅមកជីវិតប្រសិនបើមនុស្សម្នាក់ហ្នឹងគ្មាន self aware គ្មានការយល់ដឹងអំពីខ្លួនឯងហើយទី2ក៏ស្ទៀងនឹងទី1ដែរគឺប្រយ័ត្នប្រយែងបំផុតចំពោះសម្ដីខ្លួនឯងទៅកាន់មនុស្សដែលស្រឡាញ់យើងពីព្រោះពេលខ្លះកែវទៅវាបែកហើយគឺវាបែកហើយវាមិនអាចយកមកផ្គុំឲ្យវាស្អាតដូចដើមបានទេហើយទី3សម្រាប់អ្នកទាំងអស់គ្នាដែលមានស្នាមរបួសមិនថារឿងអីក៏ដោយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាស្នាមរបួសខ្លះវាពិតជាអត់អាចព្យាបាលទៅតាមពេលវេលាបានទេស្នាមរបួសខ្លះវាពិតជាអត់អាចជាសះស្បើយដោយសារតែយើងរត់គេចហើយសន្មតថាវាអត់អីបានទេហើយវានឹងជាសះស្បើយនៅពេលណាដែលយើងហ៊ានប្រឈមមុខទទួលយកការពិតត្រឡប់មកមើលវាថាវាកើតឡើងដោយសារអីស្វែងរកឫសគល់ហើយនឹងព្យាបាលវាអាហ្នឹងទៅតាមបទពិសោធន៍របស់ខ្ញុំ
ហើយថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកនរគ្នាថាខ្ញុំបានជាសះស្បើយពីchildhood traumatized ហ្នឹងហើយវីដេអូនេះក៏ជាវីដេអូចុងក្រោយដែលខ្ញុំ close អំពី childhood traumatized ហ្នឹងដែរដោយសារតែជីវិតរបស់យើងទោះបីជាមិនក៏ដោយក៏យើងត្រូវតែទៅដើរទៅមុខទៀតយើងអត់ចាំបាច់ទៅអង្គុយ healing អីទៅរហូតទេអញ្ចឹងវិធីមួយយើងជួបទុកលំបាកកន្លែងណាដោះស្រាយហើយដើរទៅមុខទៀតហើយខ្ញុំនឹង focus ខ្លាំងបំផុតទៅលើ self improvement ចាប់ពីពេលនេះតទៅហើយខ្ញុំ close the chapter ហ្នឹងចោលហើយតែសារខ្ញុំអត់ធូរស្បើយខ្លាំងមែនតើបន្ទាប់ពីខ្ញុំស្វែងរកឫសគល់នៅព្យាបាលវាចប់ហើយខ្ញុំក៏នឹងលែងចំណាយលុយអស់ប្រយោជន៍ទៅទិញកាសបន្ថែមទៀតមកដែរបើសិនជាខ្ញុំអត់ពេញចិត្តអត់ចូលចិត្តអត់ចង់បានវាឃើញអត់អ្នកនរគ្នាពេលណាដែលយើងជាសះស្បើយវាមានថាប្រយោជន៍អញ្ចឹងចិត្តក៏ធូរលុយក៏អាចនឹងសល់ហើយអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យអ្នកនរគ្នាមិនទៅលើកទឹកចិត្តណាស់ណាទេដោយសារតែអាហ្នឹងវាត្រូវការ self aware ខ្លាំងដែរបើសិនជាអ្នកនរគ្នាបើកចិត្តទទួលយកខ្លួនឯងបន្តិចទៅបើធ្វើមិនបានទេក៏មើលវីដេអូហ្នឹងហើយរៀនតាមហ្នឹងបន្តិចទៅហើយខ្ញុំចង់ប្រាប់ថាស្នាមរបួសហើយនឹងការចងចាំទាំងអស់ហ្នឹងវាអត់លុបបាត់ចេញពីខួរក្បាលរបស់ខ្ញុំទេប៉ុន្តែទាំងអស់ហ្នឹងគឺវាអត់មានឥទ្ធិពលគ្រប់គ្រាន់ទៅលើផ្លូវចិត្តរបស់ខ្ញុំឬក៏ជីវិតរបស់ខ្ញុំតទៅមុខទៀតដែរហើយខ្ញុំអរគុណអ្នកទាំងគ្នាដែលបានស្ដាប់មកដល់ថងចំណុចហ្នឹងហើយបើសិនជាអ្នកទាំងគ្នាមានសម្ពាយវិបដិសារីឬក៏រឿងអីមួយនៅក្នុងចិត្តដែលយើងស្ពាយមកពីអតីតកាលដែលវាលាក់ទុកនៅក្នុងធុងអ្នកនរគ្នាអាចចែករំលែកនៅក្នុង comment ពួកអីវាក៏អាចជាជំហានទី1នៃការទទួលស្គាល់ក៏ដូចជាចាប់ផ្ដើមនៃការ healing ខ្លួនឯងផងដែរជួបគ្នាក្នុងវីដេអូក្រោយនៅក្នុង self improvement វីដេអូ bye bye